មានក្មេងស្រីនៅក្នុងភូមិម្នាក់នាងបានរៀនត្រឹមតែថ្នាក់ទី3ប៉ុណ្ណោះព្រោះតែក្នុងផ្ទះនាងក្រីក្រខ្លាំងពេកទើបនាងចេញមកក្រៅនាងបានមកដល់ភ្នំពេញដើរសុំការងារគេធ្វើនាងក៏បានជួបបុរសម្នាក់ក៏សុំការងារធ្វើតែបុរសនោះអាយុប្រហែលជាបងប៉ានាងទៅទៀតបុរសម្នាក់នោះឃើញក្មេងស្រីគួរឲ្យអាណិតក៏យកនាងទៅធ្វើការជាមួយនាងធ្វើការជាមួយបុរសចំណាស់ម្នាក់នោះប្រពន្ធគាត់បានឃើញក្មេងស្រីម្នាក់នោះឧស្សាហ៍ធ្វើការងារខ្លាំងណាស់តែស្រីចំណាស់នោះគិតថាខ្លាចប្តីគិតរឿងអីផ្សេងឃើញប្តីស្និទ្ធស្នាលជាមួយនាងគាត់មានអារម្មណ៍គិតថាដូចជាប្លែកខ្លាំងណាស់គាត់ខ្លាចព្រោះគាត់ចាស់គេក្មេងពេលគាត់គិតយូរទៅគាត់ក៏ដេញនាងចេញមិនឲ្យនៅជាមួយទេគាត់គិតប្រាប់នាងថាគ្មានការងារឲ្យធ្វើទៀតទេទៅរកកន្លែងផ្សេងទៅនាងក៏អំបថាបើលោកស្រីដេញខ្ញុំទៅធ្វើកាយណាបើខ្ញុំមកស្គាល់ពីណាផងហ្នឹងគាត់ថាទៅធ្វើណាធ្វើទៅតែកន្លែងគាត់អត់មានការងារធ្វើទេបុរសឮដូច្នោះក៏អាណិតនាងខ្លាំងណាស់គាត់ក៏ថាអញ្ចឹងចាំខ្ញុំទៅរកការងារឲ្យនាងមួយទៀតពេលប្តីនាងក៏យកក្មេងស្រីនោះចេញពីផ្ទះចេញពីកន្លែងការងារក៏ទៅម្ដុំទីក្រុងមួយកណ្ដាលទីក្រុងបុរសម្នាក់នោះក៏អាណិតជួបបន្ទប់ឲ្យគាត់ស្នាក់នៅគាត់ថាស្នាក់នៅសិនទៅបើមានការងារស្នាក់នៅសិនទៅចាំដើររកការងារទៀតក្មេងស្រីម្នាក់នោះប្រាប់ពូថាបើខ្ញុំនៅម្នាក់ឯងខ្ញុំអត់ហ៊ានទេខ្ញុំខ្លាចពូថាកុំខ្លាចពូថាកុំខ្លាចពូនៅក្បែរហើយពូប្រាប់ក្មេងស្រីនោះថាពូទៅផ្ទះសិនហើយចាំពូមកលេងទៀតគាត់អាសាមកលេងក្មេងស្រីម្នាក់នេះខ្លាំងណាស់មួយថ្ងៃគាត់មក3ដងគាត់សួរសុខទុក្ខនាងសួរថានាងត្រូវការអ្វីអត់ក្មេងស្រីថាខ្ញុំត្រូវការពូព្រោះខ្ញុំនៅម្នាក់ឯងខ្ញុំខ្លាចណាស់ព្រោះខ្ញុំចេញពីភូមិម្នាក់ឯងមកទីក្រុងមិនដែលស្គាល់អ្នកណាទើបជួបពូដែលលើកដំបូងស្គាល់ពូជាលើកទី1ពូចិត្តល្អជួយខ្ញុំជួលផ្ទះឲ្យខ្ញុំដេកស្នាក់នៅហើយជួយចេញថ្លៃឈ្នួលផ្ទះជួលឲ្យខ្ញុំទៀតខ្ញុំគ្មានអ្វីសូមគុណពូទេពូឆ្លើយថាបាច់ចាំសូមគុណទេពូអាណិតក្មួយណាស់ថាកាយស្រីគាត់មិនពេញចិត្តខ្ញុំបើសិនជាគាត់ដឹងពូគិតយ៉ាងម៉េចគាត់មិនដឹងទេព្រោះខ្ញុំលាក់រឿងនឹងរហូតព្រោះពូស្រឡាញ់ក្មួយ
ខ្ញុំតាំងពីតូចរហូតដល់ធំមិនដែលមានភាពកក់ក្ដៅដូចជានៅក្បែរពូទេនៅក្បែរពូកក់ក្ដៅខ្លាំងណាស់ពូមិនស្អប់ខ្ពើមខ្ញុំមែនទេខ្ញុំជាក្មេងដែលក្រមកពីជនបទពូមិនស្អប់ក្មួយទេពូអាណិតក្មួយស្រឡាញ់ក្មួយអាណិតក្មួយខ្លាំងណាស់ខ្ញុំអរគុណណាស់ដែលពូជួយខ្ញុំអរគុណខ្លាំងណាស់ដែលពូអាណិតខ្ញុំបានមួយខែខាត់ក្រោយមកពូក៏មកលេងក្មួយម្ដងទៀតគាត់បានមកលេងម្ដងទៀតគាត់មានដំណឹងល្អមកប្រាប់នាងថាអូនសម្លាញ់បងមានរឿងមួយចង់ប្រាប់អូនក្មេងស្រីឆ្លើយមកវិញថាបងមានរឿងអីcôសប្បាយចិត្តខ្លាំងម្ល៉េះបងបានស្រឡាញ់អូនរយៈពេល1ខែហើយតារីបាននិយាយថាបើបងត្រូវការខ្ញុំឲ្យទាំងអស់មិនថាខ្លួនបរោះចំណាស់លើដូច្នោះក៏បានចាប់ដៃចាប់ជើងស្ទាបអង្គថាបងចាស់មែនតែនៅខ្លាំងអូនចង់ប្រាប់បងថាអូនមិនដែលស្រួលចិត្តស្រួលកាយដូចនៅក្បែរបងនោះទេអូនមានអារម្មណ៍ស្រស់ស្រាយជាងអ្វីទៅទៀតនៅក្បែរបងពេលណាអារម្មណ៍អូននឹងស្រួលជាពេលកន្លះម៉ោងក្រោយមកនាងក៏បរោះបីចំណាស់ម្នាក់នោះគាត់មិនតន់ភ្ញាក់ពីដំណេកទេក្មេងស្រីម្នាក់នោះឃើញបរោះគាត់អស់កម្លាំងដេកលើពូកផ្កាប់មុខទៅក្រោមនោះគាត់ក៏មិនហ៊ានដាស់ដែរគាត់មិនហ៊ានដាស់ទេព្រោះគាត់ឃើញថាបរោះម្នាក់នោះអស់កម្លាំងខ្លាំងតាំងពីយប់មិញស្រីវ័យក្មេងម្នាក់នោះងើបទៅធ្នមលើបទៅបន្ទប់បាយគាត់ក៏ចាប់ផ្ដើមធ្វើដោះគោមួយកែវហើយនឹងនំប៉័ងសាំងវិចមួយចានទុកឲ្យបរោះម្នាក់នោះបរោះវ័យចំណាស់ឃើញបរោះវ័យចំណាស់ភ្ញាក់ខ្លួនឡើងស្ទាបរាវរកក្មេងស្រីម្នាក់នោះគូអត់ឃើញគាត់ក៏គូងើបឡើងថាអូនបតនាឲ្យអូនធីតាអូនធីតាឆ្លើយមកវិញថាអូននៅបន្ទប់បាយបងហៅអូនមានការអីបងស្មានតើអូនទៅណាបងខំស្រែកហើយអូនមានតាណាមកឆុងដោះគោឲ្យបងមួយកែវនឹងសាំងវិចមួយចានហ្នឹងបរោះឃើញដូច្នេះគាត់មានអារម្មណ៍កក់ក្ដៅបរោះឃើញដូច្នេះគាត់មានអារម្មណ៍ថាស្រឡាញ់នាងកាន់តែខ្លាំងមិនចង់ទៅណាចោលនាងឡើយ